កណាមានសំណួរមួយតើពិធីគោរពបូជានឹងប្រពៃណីដែលយើងធ្វើតាមដោយការបន់ស្រន់មនុស្សគឺដោយសារតែទ្រង់មែនទេបើសិនជាអាចារ្យម្នាក់ប្រាថ្នាចង់ទៅត្រើយមកខាងទៀតនៃទឹកស្ទឹងនេះតើគាត់នឹងធ្វើយ៉ាងម៉េចបើទឹកស្ទឹងមិនជ្រៅទេគាត់អាចដើរឆ្លងទឹកស្ទឹងបានហើយបើទឹកស្ទឹងនោះជ្រៅគាត់អាចជិះទូកឆ្លងកាត់ទឹកនោះឬមួយក៏គាត់ហែលឆ្លងទៅក៏បានដែរប្រសិនបើគាត់មិនប្រាថ្នាចង់ដើរឆ្លងកាត់ស្ទឹងហើយគាត់ក៏មិនប្រាថ្នាចង់ហែលដែរប្រសិនបើគាត់មិនប្រាថ្នាចង់ប្រើទូកឆ្លងកាត់ទឹកស្ទឹងនោះទេហើយប្រសិនបើនិយាយថាគាត់បន់ស្រន់ដល់ព្រះដើម្បីឲ្យត្រើយមកខាងទៀតមករកគាត់ដោយខ្លួនឯងពេលនោះយើងហៅមនុស្សបែបនោះថាយ៉ាងម៉េចទៅគឺជាមនុស្សភ្លើមនុស្សដែលមានលក្ខណៈបែបនេះហើយដែលកំពុងតែរកភាពអវិជ្ជាត្រូវតែធ្វើឲ្យគេដឹងខ្លួនឡើងវិញពេលនោះគេនឹងអាចស្វែងរកពន្លឺនៃការពិតដោយគតិបណ្ឌិតរបស់គេទោះបីជាគេធ្វើតាមទំនៀមទម្លាប់និងពិធីគោរពបូជារបស់គេក៏ដោយចុះគឺអាចបញ្ជាក់ឲ្យបានឃើញច្បាស់ថាគេនឹងអាចធ្វើជាសាវកដ៏ពិតប្រាកដខ្ញុំកណាបានអានគម្ពីរមកច្រើនហើយបានរៀនពីគ្រូតែគ្មានគ្រូណាម្នាក់អាចពន្យល់ឲ្យបានក្បោះក្បាយទៅលើភាពសច្ចៈនោះទេមិនដែលមានលក្ខណៈពិសេសយ៉ាងនេះឡើយខ្ញុំកណាជឿថាទ្រង់នឹងដឹកនាំផ្លូវលោកដែលកំពុងវង្វេងនេះឲ្យមករកផ្លូវត្រូវដូច្នេះហើយខ្ញុំកណាសូមធ្វើជាសាវករបស់ព្រះអង្គផងशरणं गच्छामि